កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនសូមប្រកាសស្វែងរកលោកស្រីជុនអេងដែលត្រូវជាក្មួយជីដូនមួយរបស់លោកស្រីអាយយ៉ែននៅមុនឆ្នាំ1975លោកស្រីអាយយ៉ែនត្រូវបានឪពុកម្ដាយយកទៅរស់នៅជាមួយគ្រួសាររបស់លោកស្រីជុនអេងនៅខេត្តពោធិ៍សាត់ឪពុកម្ដាយរបស់លោកស្រីជុនអេងទៅរកស៊ីនៅប៉ៃលិនប៉ុន្តែមិនចាំថារកស៊ីអ្វីនោះទេហើយពី3ខែទើបបានមកលេងផ្ទះម្ដងនៅមុនឆ្នាំ1975ឪពុកម្ដាយរបស់លោកស្រីអាយយ៉ែនបានមកយកលោកស្រីពីគ្រួសាររបស់លោកស្រីជុនអេងទៅរស់នៅស្រុកកំណើតវិញចំណែកក្រុមគ្រួសាររបស់លោកស្រីជុនអេងមិនដឹងថាត្រូវបានគេជម្លៀសទៅទីណានោះទេហើយបាត់ដំណឹងចាប់ពីពេលនោះរហូតមកដល់សប្តាហ៍ថ្ងៃកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនសូមប្រកាសស្វែងរកលោកស្រីជុនអេងដែលត្រូវជាក្មួយជីដូនមួយរបស់លោកស្រីអាយយ៉ែនប្រសិនបើបងប្អូនសាច់ញាតិឬអ្នកដែលបានស្គាល់បានឮដំណឹងប្រកាសស្វែងរកនេះសូមទំនាក់ទំនងមកកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនតាមរយៈទូរស័ព្ទលេខ0975 097 097 កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនផ្ដល់សេវាកម្មដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិដែលបានបែកគ្នានៅក្នុងសម័យសង្គ្រាមឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រៅសម័យសង្គ្រាមសូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ0975 097 097 ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន